ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតដែលបន្តសាច់រឿងរបស់យើងនៅក្នុងភាគ3យើងមកបន្តពេលដែលណានចាហ្នឹងគេបានបញ្ឆោតឲ្យឈឺស៊ូហ្នឹងដេញតាមសម្លាប់គេហ្នឹងមកដល់ក្រៅវាំងនោះដែលគេកំពុងធ្វើការសម្ដែងហេឈឺស៊ូគឺបានចាក់ណានចៅមួយកំបត់ហើយណានចៅហ្នឹងក៏បានកាន់ដៃរបស់ឈឺស៊ូជាប់បន្ទាប់មកនាងក៏បានទាញទម្លាក់វាំងនោះក៏ធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងគឺបានឃើញពីសកម្មភាពដែលឈឺស៊ូហ្នឹងព្យាយាមសម្លាប់ណានចៅតែប៉ុណ្ណឹងគេឈ្មោះរបស់ឈឺស៊ូដែលល្បីល្បាញហ្នឹងគឺនឹងត្រូវខ្ទេចខ្ទីដោយសារតែឈឺស៊ូបានខ្លាចតែជាឃាតករដែលសម្លាប់ម៉ែទី2របស់ខ្លួនអ្នកគ្រប់គ្នាដែលបានឃើញពីសកម្មភាពហ្នឹងក៏នាំគ្នានិយាយម្នាក់ម៉ាថាឈឺស៊ូហ្នឹងគឺជាឃាតករអីចឹងទៅធ្វើឲ្យឈឺស៊ូហ្នឹងគេវល់អស់ហើយតើបគេហ្នឹងក៏រត់ថែមមកកបត់ទៀតទៅកាន់ណាន់ចៅក៏ប៉ុន្តែលូកជក់ហ្នឹងក៏បានបាញ់មួយគ្រាប់ចំឈឺស៊ូពីចម្ងាយទៅអញ្ចឹងនេះក៏សំណាងល្អរបស់ណានចៅដែរដែលបានលូកជក់ហ្នឹងជួយកុំអីគឺថាត្រូវឈឺស៊ូហ្នឹងចាក់មកកបត់បន្ថែមទៀតច្បាស់ជាស្លាប់ហើយឈឺស៊ូម្នាក់ហ្នឹងមកគ្រាប់ហ្នឹងក៏មិនបានរស់ដែរព្រោះអីត្រូវបេះដូងហើយអត់មានអីទៀតទេហើយគេពិតនោះអ្នកបម្រើប្រណានចៅបានបញ្ច្រកថ្នាំថាធ្វើឲ្យស្លាប់នឹងវេទនីអីហ្នឹងម្នាក់ហ្នឹងគឺបានត្រូវថ្នាំពោស្លាប់ទេណានចៅបញ្ជូនឲ្យម្នាក់ហ្នឹងទៅរស់នៅឯទីក្រុងផ្សេងចំណែកឯថ្នាំពោហ្នឹងវាគ្រាន់តែជាការសម្ដែងរបស់ណានចៅប៉ុណ្ណោះព្រោះដឹងថាឈឺស៊ូហ្នឹងគេមិនខ្លាចច្បាប់ទម្លាប់ឬមួយត្រូវដាក់តោអីមនុស្សអាក្រក់គេខ្លាចទាំងអស់ខ្លាចតែការស្លាប់មួយទេអញ្ចឹងហើយទៅណានចៅហ្នឹងគេរៀបចំការសម្ដែងតទៅជាមួយនឹងរឿងថ្នាំពោហ្នឹងដែលមុននឹងស្លាប់ហ្នឹងគឺវាជួបនៅការវេទនីអីចឹងទៅជាការបញ្ឆោតឲ្យឈឺស៊ូហ្នឹងធ្លាក់ចូលក្នុងអន្ទាក់របស់គេប៉ុណ្ណោះឥឡូវនេះមកកម្មវិធីពេទ្យវិញគឺលូជក់ហ្នឹងគេមកមើលណានចៅដែលប្រាប់ថាណានចៅគឺមិនតេតងជាមួយនឹងការស្លាប់របស់ឈឺស៊ូនោះទេដោយសារតែឈឺស៊ូហ្នឹងបានព្យាយាមសម្លាប់ណានចៅប៉ុន្តែគេមើលដឹងថាការប្រយុទ្ធមិញផែនការរបស់ណានចៅហ្នឹងគឺចង់ស្លាប់ទៅជាមួយនឹងឈឺស៊ូទៅធ្វើឲ្យលូជក់ហ្នឹងចាប់ស្វាយកណានចៅទៀតហើយព្រោះអីជីវិតណានចៅគឺត្រូវតែបញ្ចប់ដោយដៃរបស់គេមិនត្រូវស្លាប់ដោយដៃអ្នកផ្សេងទេតែលូជក់គេក៏ចង់ដឹងថាហេតុអីក៏ណានចៅហ្នឹងគឺលះបង់យ៉ាងនេះណានចៅហ្នឹងគឺជាអ្នកណាហើយមានគោលបំណងអីឲ្យពិតប្រាកដនោះណានចៅហ្នឹងក៏ឆ្លើយតបថាពួកគេទាំងពីរនាក់ហ្នឹងគ្រាន់តែស្គាល់គ្នាតែចៃដន្យទេអញ្ចឹងហើយក៏មិនបាច់ចង់ដឹងរឿងស៊ីជម្រៅដែរហើយខណៈហ្នឹងអាវិនហ្នឹងក៏បានមកកាត់សង្វាក់អ្នកទាំងពីរនាក់ហ្នឹងដោយសារតែគេទទួលបាននៅសារសម្ងាត់មួយពីខាងឈៀនឡុងសារមួយហ្នឹងគឺវាបន្ទាន់ហើយសំខាន់ខ្លាំងមែនតើត្រូវឲ្យលូជក់ហ្នឹងទៅមើលដោយផ្ទាល់អញ្ចឹងហើយលូជក់ហ្នឹងគេក៏ចេញមកក្រៅទៅគិតថាគឺមានរឿងអីសំខាន់ណាស់ប៉ុន្តែការពិតទៅកូនស្រីរបស់លបងធំនៅក្នុងក្រុមឈៀនឡុងហ្នឹងមករកគេសោះដែរម្នាក់ហ្នឹងមានឈ្មោះថាយានីគឺពេញចិត្តជាមួយនឹងលូជក់ណាទៅគេហ្នឹងមកទទួលលូជក់ប៉ុន្តែលូជក់ហ្នឹងគឺមិនចូលចិត្តជាមួយនឹងចរិតដែលយានីហ្នឹងកំពុងតែធ្វើទេរបៀបថាបោកកូនចៅរបស់គេឲ្យប្រាប់ថាមានរឿងបន្ទាន់អីចឹងណាគេក៏គិតថាគឺជារឿងបន្ទាន់មែនយានីត្រូវលូជក់ថាឲ្យចឹងទៅគេក៏នៅស្ងៀមប៉ុន្តែគេក៏បបួលលូជក់ហ្នឹងជីឡានទៅជាមួយនឹងគេដោយសារថ្ងៃហ្នឹងគឺជាថ្ងៃកំណើតរបស់ឪពុកគេចឹងហើយចង់ឲ្យលូជក់ហ្នឹងទៅអបអរជាមួយនឹងគ្នាមើលទៅមុខរបស់លូជក់ហ្នឹងដឹងតែមិនចង់ជីឡានជាមួយនឹងគ្នាឯទៅយានីហ្នឹងគេឲ្យសញ្ញាទៅឲ្យអាវិនហ្នឹងជួយគេបន្តិចមកអញ្ចឹងហើយអាវិនហ្នឹងគេក៏និយាយថាត្រូវឲ្យលោកប្រុសជីឡានជាមួយនឹងអ្នកនាងទៅគឺកង់ឡានរបស់ពួកគេបានបែកបាត់ហើយមានអីលូជក់គេក៏ព្រមជីឡានជាមួយនឹងយានីក៏ប៉ុន្តែគេធ្វើបាបអាវិនណាឲ្យអាវិនហ្នឹងគឺរត់តាមឡានគេពីក្រោយរហូតទៅដល់ផ្ទះក្រុមឈិនឡុងចង់ជួយគេគឺថាត្រូវតែរងទុកអញ្ចឹងឯងហើយពេលដែលមកដល់ផ្ទះហើយយានីហ្នឹងគេក៏បបួលលូជក់ហ្នឹងតែញ៉ាំអីនៅខាងក្រៅជាមួយនឹងគ្នាតែលូជក់បដិសេធថារវល់ចោលរហូតនៅក្នុងក្រុមឈិនឡុងហ្នឹងគឺលបងធំគេត្រូវជាមេគេតែម្ដងហ្នឹងគឺជាឪពុករបស់យានីហើយក៏ត្រូវជាឪពុកធររបស់តួប្រុសយើងផងដែរគាត់មានឈ្មោះថាធាសានហ៊ូអត់មាននឹងហៅគាត់ថាលោកពូធាតែម្ដងដើម្បីងាយស្រួលចាំគាត់ក៏បានដេញឲ្យយានីហ្នឹងគឺទៅមើលម្ហូបនៅផ្ទះបាយទៅដោយសារតែគាត់មានរឿងពិភាក្សាជាមួយនឹងលូជក់នៅក្នុងក្រុមឈិនឡុងនេះក៏មានលបងទី3ដែរដែលគាត់មានឈ្មោះថាប៉ាយីងហើយគាត់ជាមួយនឹងលូជក់ហ្នឹងមិនសូវជាស៊ីខ្សែគ្នាប្រហែលទេការដែលមិនស៊ីខ្សែគ្នានេះច្បាស់ជាមានការចំណែនអីម្យ៉ាងហើយព្រោះអីម្នាក់ទី3ម្នាក់ទី2ហើយប៉ាយីងគេក៏មានអំណោយដ៏សំខាន់មួយជូនទៅកាន់លោកពូធាដោយសារថ្ងៃហ្នឹងគឺជាថ្ងៃកំណើតរបស់គាត់ដោយអំណោយហ្នឹងគឺជារូបគំនូរខ្លះដែលវាតំណាងឲ្យភាពអង់អាចក្លាហានមានអំណាចអីអញ្ចឹងទៅដោយសារតែលោកពូធាគឺគាត់គឺជាមេក្រុមហើយអ្វីដែលពិសេសហ្នឹងគឺដើម្បីឲ្យខ្លាហ្នឹងវាកាន់តែមានឥទ្ធិពលមានអំណាចទៀតហ្នឹងប៉ាយីងហ្នឹងគឺឲ្យលោកពូធាហ្នឹងធ្វើការគូបន្ថែមភ្នែកទៅលើរូបខ្លាបន្ទាប់ពីបានជូនអំណោយឲ្យលោកពូធាហើយគឺប៉ាយីងហ្នឹងគេក៏សួរលូជក់តែឯងមានត្រៀមអំណោយអីអត់ឬមួយក៏ភ្លេចហើយស្រាប់តែកូនចៅរបស់លូជក់ក៏បានលើកផែនទីមកលូជក់ហ្នឹងគេក៏គប់កូនសៅទៅកាន់ផែនទីឡើងប៉ាយីងហ្នឹងកិច្ចឡើងសភ្នែកប៉ាយីងខឹងជាមួយនឹងលូជក់ហ្នឹងគេក៏ដកភ្លើងរកបាញ់លូជក់ទៀតតែលោកពូធាហ្នឹងក៏ហាមឃាត់អំណោយរបស់លូជក់គឺមិនធម្មតាទេដែលនឹងគឺជាហាងទាំង12ស្ថិតនៅក្នុងទីក្រុងជាងនេះដែលគេគឺធ្វើការបកគោលឲ្យលោកពូធាអញ្ចឹងហើយបានហាងទាំង12នៅក្នុងទីក្រុងជាងហ្នឹងហើយគឺលោកពូធាគ្មានគូប្រៀបទេអញ្ចឹងក៏ធ្វើឲ្យលោកពូធាគាត់ពេញចិត្តជាមួយនឹងអំណោយរបស់លូជក់ខ្លាំងមែនតើចំណែកឯណានចៅតួស្រីរបស់យើងវិញគេមិនចង់សម្រាប់នៅពេទ្យយូរពេកទេទៅគេហ្នឹងក៏រៀបចំចេញពីពេទ្យហើយហុងទៅហ្នឹងគេក៏ថាចេញទៅហៅឡានណានចៅគេក៏ឈរសម្លឹងមើលទៅខាងក្រៅបង្អួចដែលមិនបានចាប់អារម្មណ៍ហ្នឹងគឺ
ស្រាប់តែវ៉ុនយីនឹងក៏ចូលមកកាន់បន្ទប់ពេទ្យរបស់គេរកសម្លាប់គេតែណានចានឹងគេងាកទៅឃើញនឹងបានកិច្ចតន់កំអីមួយកបិតនឹងគឺថាចាប់តែម្ដងណានចាគេក៏កិច្ចពីកបិតបដាគេក៏ថាវ៉ុនយីនឹងឈួតទេអីវ៉ុនយីក៏មិនទាន់ឈប់នៅតែដេញតាមចាក់ណានចារហូតដល់តែខ្ទប់ម្យ៉ាងចឹងតើគេក៏ឆ្លើយតបជាមួយណានចាថាយើងដឹងថានាងគឺជាណានចាព្រោះតែនាងស្អប់ឈឺស៊ូទៅនាងនឹងតាក់ទងជាមួយនឹងការស្លាប់របស់គាត់នាងនឹងអត់ថាគាត់ស្រឡាញ់យើងណាយើងបញ្ជាឲ្យគាត់សម្លាប់មនុស្សគាត់ក៏ធ្វើមិនដូចនាងទេគឺគាត់នឹងសម្លាប់នាងហើយជាមួយនឹងកូននាងទៀតវ៉ុនយីកន្លែងតែនិយាយចង់ឈ្នះណានចាមានអីណានចានឹងក៏ចាប់ផ្ដួលវ៉ុនយីទៅលើក្រែពេទ្យធ្វើឲ្យរបូតកបិតចេញពីដៃណានចាក៏យកកបិតហ្នឹងគឺថាចាក់ទៅកាន់វ៉ុនយីប៉ុន្តែមិនបានចាក់ចំវ៉ុនយីតែហ្មងទេគឺចាក់ក្បែរហ្នឹងឯងភ្លាមនឹងស្រាប់តែលោកម្ចាស់លោកហ្នឹងគាត់ក៏បែរមកដល់ទៅណានចាហ្នឹងគេក៏រំអួយទៅកាន់លោកម្ចាស់លោកថាវ៉ុនយីបានសម្រត់ចូលមកកាន់បន្ទប់របស់គេហើយក៏ព្យាយាមចោទប្រកាន់ថាគេហ្នឹងគឺជាឃាតករសម្រាប់ឈឺស៊ូវ៉ុនយីនិយាយមិនឈ្នះណានចាឡើយព្រោះអីនាងក៏ព្យាយាមនៅក្នុងការចោទប្រកាន់ថាណានចាហ្នឹងជាឃាតករសម្រាប់ឈឺស៊ូទាំងដែលលោកម្ចាស់លោកក៏បានឃើញផ្ទាល់ភ្នែកថាឈឺស៊ូប៉ុណ្ណោះដែលព្យាយាមនៅក្នុងការចង់សម្លាប់ណានចាហើយវ៉ុនយីហ្នឹងក៏នៅតែបន្តប្រាប់ឪពុករបស់គេថាណានចាហ្នឹងមិនមែនជាប៉ៃសងឡើយគឺជាណានចាប្រពន្ធអតីតប្រពន្ធរបស់ឈឺស៊ូកាន់តែនិយាយហ្នឹងឪពុករបស់គេហ្នឹងគឺកាន់តែលែងចង់ស្ដាប់ហើយទៅឲ្យអ្នកបម្រើហ្នឹងចាប់ខ្លួនវ៉ុនយីហ្នឹងទៅឃុំនៅឯបន្ទប់ផ្លាក់ប្លឹងដូនតាសភាពដែលវ៉ុនយីព្យាយាមនៅក្នុងការបកស្រាយឲ្យឪពុករបស់គេបានដឹងនឹងចោទប្រកាន់ទៅកាន់ណានចាហ្នឹងក៏ធ្វើឲ្យឪពុករបស់គេគិតថាវ៉ុនយីហ្នឹងមានបញ្ហាអីទៅហៅគ្រូពេទ្យហ្នឹងមកធ្វើការពិនិត្យក្រោយពីការពិនិត្យហើយលោកគ្រូពេទ្យហ្នឹងក៏ប្រាប់ថាវ៉ុនយីមានបញ្ហាផ្លូវចិត្តប៉ុន្តែជំងឺមួយហ្នឹងគឺអាចព្យាបាលបានឲ្យតានាងហ្នឹងគឺញ៉ាំថ្នាំទៀងទាត់ហើយស្ថានភាពមួយហ្នឹងគឺវាមិនធ្ងន់ធ្ងរនោះទេក៏ប៉ុន្តែណានចាហ្នឹងគឺចង់ធ្វើបាបវ៉ុនយីព្រោះអីគេចង់សងសឹកទៅកាន់វ៉ុនយីដែលចង់មកញ៉ៃញ៉ៃជាមួយនឹងជីវិតរបស់គេទៅណានចាហ្នឹងគេក៏ចូលមកមើលវ៉ុនយីដល់និយាយថាគេមកមើលនាងចង់ដឹងថានាងហ្នឹងមានការស្ដាយក្រោយអត់នៅពេលដែលបានលុតជង្គង់អញ្ចឹងវ៉ុនយីក៏ឆ្លើយតបថាគេស្ដាយក្រោយដែលគេហ្នឹងគឺមិនបានសម្លាប់នាងនិងកូននាងដែលផ្ទាល់ដៃមានអីត្រូវមកកភ្លៀងធ្ងន់ដៃរបស់ណានចៅទៅហើយវ៉ុនយីហ្នឹងមិនអាចតដៃបានទេដោយសារតែដៃរបស់គេហ្នឹងជាប់ចំណងបានត្រឹមតែជេណានចៅនឹងឯងហើយគេថាចាំមើលតែគេចេញទៅក្រៅគេនឹងទូពិតប្រាប់ឪពុករបស់គេពីកែពិតដែលណានចៅហ្នឹងក៏ហត់ទៅកាន់គាត់ហើយណានចៅគេថាឥឡូវតើឪពុករបស់នាងនឹងជឿលើសម្ដីមនុស្សល្អជាដូចជាគេឬមួយក៏មនុស្សឈួតដូចជានាងអញ្ចឹងណានចៅហ្នឹងគេបានមកបោកវ៉ុនយីដោយសារតែគេហ្នឹងគឺមានកណ្ដាស់រោគវិនិច្ឆ័យពីខាងពេទ្យមកដែលវ៉ុនយីហ្នឹងគឺមានជំងឺសរសៃប្រសាទអីចឹងទៅត្រូវធ្វើការវះកាត់ហើយការវះកាត់ហ្នឹងគេបានសួរគ្រូពេទ្យហើយត្រូវប្រើអាមជុលវែងនេះដើម្បីចាក់ពីភ្នែករហូតដល់ខួរក្បាលវ៉ុនយីក៏រៀងខ្លាចដែរប៉ុន្តែគេខំនិយាយថាគេមិនជឿលើសម្ដីរបស់ណានចៅឯងកំចង់មកបន្លាចគេទៅណានចៅហ្នឹងក៏ប្រាប់ឲ្យវ៉ុនយីសាកគិតមើលទៅថាឪពុករបស់វ៉ុនយីអត់ទាន់បានមើលរោគវិនិច្ឆ័យហ្នឹងទេបើសិនជាគាត់បានមើលតែគាត់នឹងអនុញ្ញាតចំពោះការវះកាត់ហ្នឹងឬមួយក៏អត់វ៉ុនយីក៏ស្ទាក់ស្ទើរនៅក្នុងការឆ្លើយព្រោះដឹងថាឪពុករបស់ខ្លួនឯងនឹងសម្រេចចិត្តបែបណាអញ្ចឹងណានចៅហ្នឹងគេក៏ប្រាប់ថាដឹងហើយថាលោកម្ចាស់លោកគឺស្រឡាញ់កិត្តិយសគ្រួសារណាគិតតែមើលថាតើគាត់នឹងទុកឲ្យអ្នកដទៃហ្នឹងសើចចំអកគាត់ដែលមានកូនស្រីដែលឈួតឬមួយក៏មានកូនស្រីដែលកតញ្ញូព្រមទទួលការវះកាត់វ៉ុនយីលឺចឹងហើយគេឡើងខ្លាចតែម្ដងអញ្ចឹងហើយគេក៏បានសុំទោសទៅកាន់ណានចៅហើយគេដឹងពីកំហុសរបស់ខ្លួនឯងចឹងទៅគេព្រមធ្វើគ្រប់យ៉ាងដើម្បីណានចៅឲ្យតាណានចៅហ្នឹងគឺលើកលែងទោសឲ្យគេតែប៉ុណ្ណឹងណានចៅគេបោកវ៉ុនយីបានសម្រេចឯណាគេក៏បានយកកណ្ដាលសារភាពពីទោសកំហុសដែលវ៉ុនយីនឹងបានធ្វើទាំងការសម្លាប់កូនគេនិងព្យាយាមចង់សម្លាប់គេកន្លងមកអីចឹងទៅឲ្យនាងធ្វើការផ្តិតមេដៃទទួលស្គាល់នៅទោសកំហុសរបស់ខ្លួនហើយពេលឲ្យវ៉ុនយីនឹងគឺខ្លាចការវះកាត់ជាងការទទួលស្គាល់កំហុសទៅគេនឹងក៏យកព្រមបន្ទាប់ពីវ៉ុនយីផ្តិតមេដៃហើយលោកម្ចាស់លោកនឹងគាត់ក៏មករកវ៉ុនយីឲ្យឃើញណានចៅហ្នឹងគាត់ក៏សួរថាមកនឹងធ្វើអីណានចៅហ្នឹងក៏កុហកថាគឺដោយសារតែវ៉ុនយីនឹងយំពេកទៅគេនឹងក៏មកលួងលោកម្ចាស់លោកក៏ប្រាប់ទៅកាន់វ៉ុនយីថាកុំយំអីកូនស្រីលោកគ្រូពេទ្យថាឲ្យតែកូនណាញ៉ាំថ្នាំឲ្យទៀងទាត់ទៅគឺនឹងបានជាហើយវ៉ុនយីលើសម្ដីឪពុកគេនិយាយចឹងហើយគេក៏ភ្ញាក់ខ្លួនថាណានចៅហ្នឹងបានបោកគេទៅគេនឹងក៏ស្រែកចំទាចង់សម្លាប់ណានចៅចឹងហើយមើលទៅដូចឈួតលើដើមដូច្នេះបន្ទាប់ពីវ៉ុនយីបានសារភាពពីបទអក្រិតដែលខ្លួនបានធ្វើហើយគឺកសែតនឹងក៏បានធ្វើការចុះផ្សព្វផ្សាយប្រងព្រាតនៅថ្ងៃបន្ទាប់ណានចៅសងសើចជាមួយនឹងសត្រូវរបស់ខ្លួនឯងតែប៉ុណ្ណឹងប៉ុណ្ណោះដោយចង់ឲ្យវ៉ុនយីនឹងរស់នៅជាមួយនឹងការសោកស្ដាយពេញមួយជីវិតរបស់គេហើយណានចៅគេក៏មានកម្រោងចាក់ចែងពីទីក្រុងមួយនេះទៅរស់នៅឯស្រុកកំណើតរបស់គេនឹងដែលនាំហងទៅជាមួយដែរប៉ុន្តែមានឯណាគឺពួកគេទាំងពីរនាក់ហ្នឹងត្រូវបានមនុស្សពីរនាក់ហ្នឹងចាប់ច្រកបាវយកទៅបាត់ពួកគេក៏ស្មានថានេះគឺជាទង្វើរបស់វ៉ុនយីការពិតទៅគឺមនុស្សរបស់អាវ៉ុនហ្នឹងចាប់ពួកគេមកដល់របៀបហ្នឹងទាំងដែលអាវ៉ុនត្រូវបានទទួលបញ្ជាពីលោកជក់ហ្នឹងឲ្យនាំខ្លួនពួកគេមកជាធម្មតាទេអាវ៉ុនគេភ័យខ្លួនខ្លាចមេរបស់គេហ្នឹងដាក់តោទៀតហ្នឹងគេក៏ចង់បកស្រាយឲ្យណានចៅបានយល់តែណានចៅហ្នឹងគេអត់ចង់ស្ដាប់ដោយសារតែគេយកច្រឡំអញ្ចឹងហើយគេក៏ចង់រករឿងលោកជក់ណាតែចេញមកខាងក្រៅហ្នឹងក៏ឃើញមានដូចជាពិធីជប់លៀងជប់ជុំអីអញ្ចឹងណានចៅក៏ចង់មករកនិយាយជាមួយនឹងលោកជក់បែរជាលោកជក់ហ្នឹងក៏បបួលណានចៅហ្នឹងរំជាមួយនឹងគ្នាណានចៅអត់ចង់រំទេលោកជក់ហ្នឹងក៏លើកហេតុផលថានក្រែងនាងចង់សងគុណអីអញ្ចឹងហើយរំជាមួយនឹងគេមកហើយណានចៅហ្នឹងក៏ថាមករំជាមួយនឹង
គ្នាគឺពួកគេទូទាត់គ្នារួចដាច់ស្រេចណាតែធ្វើឲ្យលូជក់ហ្នឹងក៏ងើភ្លាមឲ្យណានចានឹងរំតែម្នាក់ឯងទៅចាំគេនឹងគិតថារួចគ្នាណានចាក៏ព្រមរំតែម្នាក់ឯងមែនព្រោះគេមិនចង់ជាប់ចពាក់គុណអីជាមួយនឹងលូជក់តែទោះបីជាគេនឹងរំមិនកើតក៏ដោយការរំរបស់ណានចានឹងគឺធ្វើឲ្យអ្នកគ្រប់គ្នានឹងសើចចំអកណាទៅណានចានឹងក៏រំឡើងកន្លិចស្បែកជើងអញ្ចឹងគេក៏ដោះស្បែកជើងកែងគេចោលនៅតែរំម្នាក់ឯងទៀតលូជក់នឹងក៏មានគេនៅតែកាន់ណានចាអញ្ចឹងហើយគេក៏ងើបមករំជាមួយនឹងណានចាដែលលើកណានចានឹងឲ្យចំទៅលើស្បែកជើងរបស់គេអញ្ចឹងណានចានឹងគេក៏អាចរំបានដោយធ្វើការបោះចំហៀនជើងរបស់គេនឹងទៅតាមជើងរបស់លូជក់ដែរពួកគេនឹងក៏បានរំចាប់ជាមួយនឹងគ្នាស្រាប់តែមានគិតកោនឹងបានទាញកំភ្លើនឹងបាញ់មករកពួកគេតែលូជក់គេក៏ឃើញតន់គេក៏កិច្ចហើយក៏សម្លាប់ម្នាក់នឹងបានលូជក់នឹងក៏បន្តបាញ់តតាំងជាមួយនឹងគិតកោទាំងអស់នោះហើយក៏ការពារណានចាបណ្ដាបន្តបាញ់ដល់ជាន់ខាងលើពួកគេនឹងក៏បាញ់ចំដបស្រាអញ្ចឹងហើយទៅពួកគេនឹងក៏បាញ់ទៅឲ្យចំអូទឹកស្រាដែលបានធ្លាយមកអញ្ចឹងទៅវាក៏ឆាបឆេះទៅជាភ្លើងហើយលូជក់របស់យើងនឹងគឺគេមានអតីតកាលមួយដែលធ្វើឲ្យគេនឹងខ្លាចភ្លើងលូជក់ក៏ចាប់ផ្ដើមវល់ភ្លាមតែម្ដងបាត់បង់ស្មារតីដោយសារតែរូបភាពដែលគេនៅដកជាប់ក្នុងខួរក្បាលរបស់គេនឹងគឺជារូបភាពដែលម្ដាយរបស់គេនឹងឈរនៅក្នុងផ្ទះដែលមានភ្លើងឆេះហើយក៏បានហៅគេនឹងឲ្យចូលទៅជាមួយណានចាគេក៏ជួយលូជក់ដោយយកដៃយកទៅខ្ទប់វិជារបស់លូជក់មួយសន្ទុះទៅក៏ធ្វើឲ្យលូជក់នឹងស្ងប់អារម្មណ៍មកវិញខណៈហ្នឹងក៏មានឃាតករនឹងទម្លាយទ្វារចូលមកទៀតប៉ុន្តែដោយសារតែលូជក់មានស្មារតីមកវិញហើយទៅគេនឹងក៏បានបាច់សម្រាប់ឃាតករទាំងអស់នោះហើយក៏អាចនាំណានចាចេញពីកន្លែងដែលកំពុងតែមានភ្លើងឆាបឆេះរួចក៏បញ្ជូនឲ្យនាងទៅផ្ទះមុនគេក៏នៅចាត់ការជាមួយនឹងរឿងឃាតករដែលបានតាមសម្រាប់ពួកគេនោះដោយអាវុនចាប់បានឃាតករម្នាក់ដែលបាននៅសល់អញ្ចឹងម្នាក់ហ្នឹងគេខ្លាចស្លាប់ហ្នឹងក៏ចង់សារភាពប្រាប់ឲ្យលូជក់ដឹងថានរណាគេគឺជាអ្នកបញ្ជាតែលូជក់ថាមិនបាច់ប្រាប់ទេយើងដឹងហើយរួចហើយក៏បាញ់សម្លាប់ម្នាក់ហ្នឹងចោលតែម្ដងចំពោះអ្នកដែលបានបញ្ជូនឃាតករមកគឺគ្មានណាគេក្រៅពីប៉ាយីងឡើយទៅលូជក់ហ្នឹងក៏អញ្ជើញប៉ាយីងហ្នឹងមកញ៉ាំហត់ផតជាមួយនឹងគ្នាលូជក់ក៏ញ៉ាំហត់ផតឡើងឆ្ងាញ់តែប៉ាយីងញ៉ាំបញ្ចូលឡើយព្រោះអីកំពុងតែភ័យខ្លួនណោះហើយលូជក់ហ្នឹងក៏បានយកចង្កឹះហ្នឹងយកទៅចាក់ធ្លុះដៃរបស់ប៉ាយីងព្រោះថាប៉ាយីងបានក្បត់ជាមួយនឹងក្រុមឈៀនឡុងរបស់គេដោយការពិតទៅគេបានទទួលបញ្ជាពីគ្រួសារយានហ្នឹងមកចង់សម្លាប់លូជក់ទៅលូជក់ហ្នឹងចាក់ដៃមួយគ្រាន់តែជាការដាក់ទោសហើយក៏ប្រាំឲ្យប៉ាយីងហ្នឹងទៅប្រាប់ម្នាក់តកោយានហ្នឹងទៅថាកុំមករញ៉េរញ៉ៃជាមួយនឹងគេទៀតដោយឡែកវិញយាយណែវិញឪពុករបស់គេក៏ចូលមកដល់លែងគេហើយទៅគេហ្នឹងនៅតែបន្តទូពើពីរឿងរបស់ណានចាដែលមិនមែនជាប៉ាយសងទៀតលោកម្ចាស់លោកគាត់ក៏ធ្វើជាអាជឿសម្ដីរបស់វិនយីងព្រោះអីគាត់មិនចង់ចំទាស់ជាមួយនឹងវិនយីងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់វិនយីងទេផែនការរបស់លោកម្ចាស់លោកគាត់ចង់បញ្ចុះឲ្យវិនយីងហ្នឹងទៅរៀបការជាមួយនឹងគ្រួសារណាដែលអាចមើលថែវិនយីងបានទោះបីជាវិនយីងហ្នឹងមានបញ្ហាអីក៏ដោយនៅពេលហ្នឹងទៅវិនយីងចាប់បានថាឪពុករបស់គេនៅតែមិនជឿលើសម្ដីរបស់គេដដែលលោកម្ចាស់លោកនៅតែបន្តព្យាយាមនិយាយល្អជាមួយនឹងកូនស្រីរបស់គាត់ឲ្យនាងហ្នឹងគឺមានការពិចារណាភ្ញាក់ខ្លួនបន្តិចឈឺស៊ូដែលបានស្លាប់ទៅគឺជាប្រុសចង្រៃគឺមិនជាប្រុសល្អអីឡើយអញ្ចឹងហើយគឺទេវតាមានភ្នែកឲ្យវិនយីងអាចមានឱកាសនៅក្នុងការជ្រើសរើសបរិសុទ្ធដែលល្អជាងនេះប៉ុន្តែអ្វីដែលលោកម្ចាស់លោកព្យាយាមនិយាយនេះគឺគាត់ចង់ឲ្យគ្រួសាររបស់គាត់នៅតែមានកេរ្តិ៍ឈ្មោះល្អមិនត្រូវបានបំផ្លាញទៅធ្វើឲ្យវិនយីងនឹងឆ្លោះជាមួយនឹងលោកម្ចាស់លោកព្រោះអីតាំងពីតូចរហូតដល់ធំលោកម្ចាស់លោកគឺតែងតែសម្រេចចិត្តដោយខ្លួនឯងគឺមិនខ្វល់ពីការសម្រេចចិត្តរបស់គេអីក៏ដោយក៏គិតតែពីរឿងមុខមាត់គេប្រៀបដូចជាឆ្កែមួយក្បាលនៅក្នុងគ្រួសារលោកដែលត្រូវបកគលឲ្យអ្នកណាក៏បានដែរលោកម្ចាស់លោកគាត់ក៏និយាយទៅកាន់វិនយីងថាគាត់គឺធ្វើគ្រប់យ៉ាងដើម្បីតែវិនយីងគាត់មិនអាចនិយាយអីបានទេសូម្បីតែការរៀបការរបស់វិនយីងក៏វិនយីងជាអ្នកជ្រើសរើសដោយខ្លួនឯងប៉ុន្តែមើលទៅបរិសុទ្ធដែលវិនយីងបានជ្រើសរើសគឺជាបរិសុទ្ធប្រភេទណាបើសិនជាគាត់មិនការពារវិនយីងតើវិនយីងអាចរស់នៅជាអ្នកនាងតូចដែលមានជីវិតដ៏ថ្កុំថ្កើងបែបនេះទេគ្រាន់តែនិយាយបែបនេះហើយគឺវិនយីងនឹងគេក៏ផ្ដាច់ចំណងជាមួយនឹងលោកម្ចាស់លោកតែម្ដងគេថាឲ្យទៅរកអ្នកផ្សេងធ្វើជាកូនស្រីទៅក៏ប៉ុន្តែដោយសារតែការខឹងនឹងទៅចែកគ្នាច្រើនពេកក៏ធ្វើឲ្យលោកម្ចាស់លោកនឹងគាត់ធ្វើទុកជំងឺរបស់គាត់នឹងគាត់ក៏ចាប់ផ្ដើមថប់ដង្ហើមវិនយីងឃើញបែបនេះក៏បកមករកឪពុករបស់ខ្លួនវិញដែលសុំតឪពុករបស់គេកុំឲ្យមានរឿងអីកើតឡើងអញ្ចឹងណាមើលទៅវិនយីងក៏ស្រឡាញ់ឪពុកដែរគ្រាន់តែថាការស្រឡាញ់របស់វិនយីងទៅកាន់ឪពុករបស់គេនឹងក៏បែបអាត្មានិយមដែរព្រោះនៅពេលដែលម្ដាយរបស់គេមកតន់គាត់ក៏ចង់ទៅរកមនុស្សនឹងមកជួយលោកម្ចាស់លោកបែរជាត្រូវវិនយីងហាមឃាត់មិនឲ្យជួយឪពុករបស់គេនោះទេគឺបណ្ដាយឲ្យគាត់នឹងទៅតាមនឹងតែម្ដងព្រោះអីគេគិតថាការដែលលោកម្ចាស់លោកចាក់ចេញទៅគឺនឹងផ្ដល់អំណាចពេញទីមកឲ្យគេហើយវាគឺជាអីដែលលោកម្ចាស់លោកអាចផ្ដល់ឲ្យគេជាលើកចុងក្រោយបានហើយក៏ឲ្យម្ដាយរបស់គេនឹងគឺហៅណានចៅនឹងមកចូលរួមពិធីបុណ្យសពមួយសន្ទុះក្រោយមកលោកចោក៏ទទួលបានដំណឹងពីការស្លាប់ឪពុករបស់គេប៉ុន្តែដំណឹងមួយទៀតនោះគឺពួកគេនឹងធ្វើការកប់ណានចៅទាំងរស់ដែរអញ្ចឹងតើលោកចោនឹងក៏ដឹកនាំកូនចៅរបស់គេមកកាន់គ្រួសារលោកហើយក៏ចាប់ប្អូនស្រីរបស់គេនឹងសួរនាំពីណានចៅនៅកន្លែងណាហើយណានចៅនឹងកំពុងតែនៅក្នុងមឈូសណាគឺគេកំពុងតែដំដៃកូននឹងបិទមឈូសតែគឺវិនជីនឹងគេអាចបានប្រាប់ថាណានចៅនឹងនៅកន្លែងណាទេទោះបីជាកំពុងតែត្រូវលោកចោនឹងភ្ជុំកំភ្លើងក៏ដោយអាវុនក៏មកប្រាប់លោកចោថាពួកគេនឹងរកឃើញមឈូសនោះហើយទៅលោកចោនឹងក៏ចាប់វិនជីនឹងទៅរកមឈូស
នោះជាមួយនឹងគ្នាពួកគេក៏ចាប់ផ្ដើមគាល់គម្រោងមកឈូដោយសារតែណានចៅនៅក្នុងនោះក៏ប៉ុន្តែមានអាណាស្រាប់តែម្នាក់ដែលនៅក្នុងនោះគឺជាហុងទៅសោះចាញ់ការបញ្ឆោតរបស់វិនយីងបាត់ហើយព្រោះអីមកឈូរបស់ណានចៅហ្នឹងគឺកំពុងតែត្រូវបានកប់នៅក្នុងព្រៃឯណែវិនយីងហ្នឹងក៏រំភើបគេហើយក៏និយាយឌឺទៅកាន់លោកជ័រថាពេលនេះប្រហែលជាណានចៅហ្នឹងបានស្លាប់បាត់ហើយគេនិយាយបែបនេះគិតថាលោកជ័រហ្នឹងអត់ហ៊ានបាញ់មែនមានណាទោះបីជាគេមិនបានបាញ់សម្លាប់ក៏គេបាញ់ជើងរបស់វិនយីងដែរត្រូវរបួសប៉ុណ្ណឹងហើយវិនយីងហ្នឹងក៏មិនព្រមប្រាប់ការពើថាណានចៅហ្នឹងគឺនៅកន្លែងណាអញ្ចឹងហើយលោកជ័រហ្នឹងក៏មានតែប្រើវិធីមួយទៀតយកម្ដាយរបស់វិនយីងហ្នឹងមកគម្រាមជំនួសវិញវិនយីងគេសុកចិត្តស្លាប់ក៏មិនប្រាប់ថាណានចៅហ្នឹងនៅកន្លែងណាដែរប៉ុន្តែម្ដាយគឺមិនចង់ឲ្យកូនរបស់ខ្លួនហ្នឹងស្លាប់ទេទៅក៏ប្រាប់ការពិតទៅហើយរឿងរបស់យើងនៅក្នុងភាគនេះគឺស្លេះត្រង់ហ្នឹងឯណាអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ